วิธีធ្វើបកាតាំងទឹកស្អ៊ីវនេះបងប្អូនគ្នាខ្ញុំតានីតាឆ្ងាញ់សាច់រឹងល្មួតហើយស្រួយហ្មងពិសេសទឹកស្អ៊ីវរបស់យើងគឺឆ្ងាញ់សាហាវហ្មងសួស្តីបងប្អូនគ្នាថ្ងៃនេះគឺខ្ញុំមកធ្វើបកាតាំងទឹកស្អ៊ីវហើយចំពោះបការបស់យើងគឺយើងហូតវះស្អាច់វាចេញហើយចំពោះក្បាលបកាហ្នឹងគឺយើងធ្វើទុកដាក់ជាមួយនឹងទឹកស្អ៊ីវរបស់យើងឥឡូវនេះគឺខ្ញុំយកសាច់បង្គារបស់យើងយកមកលាងជាមួយទឹកសូដាដើម្បីសម្អាតមេរោគយើងលាងសាច់បង្គាហ្នឹងគឺលាងអត់ខ្លាំងពេកឯងបងប្អូនគ្នាយើងលាងច្បាច់មកល្មមហើយកវាវាបានដើម្បីវាសខ្ញុំលាងទឹកទី1ហើយលាងទឹកទី2ចំពោះទឹកទី3នេះគឺខ្ញុំដាក់ចាំយកទឹកកកយកតែម្ដងហើយនេះបង្គារបស់យើងដែលយើងបានលាងមួយទឹកសូដាហើយមើលទៅគឺសភ្លឺមែនទែនខ្ញុំចូលចិត្តប្រើចង្ក្រានគិសនីដោយសារតែវាមានផ្សែងមានអីហ៎បងប្អូនគ្នាចង់បានចង្ក្រានគិសនីអាចតាក់ទងខ្ញុំបានបើសិនជាបងប្អូនគ្នាអត់មានស្ករក្រហមអាចដាក់ស្ករសបានណាបន្ទាប់ពីយើងកូរស្ករក្រហមឡើងក្រហមល្អហើយយើងដាក់ទឹកស្អ៊ីវយើងចូលមួយចានហើយដាក់ទឹកធម្មតាចូលហើយបន្ទាប់មកគឺយើងដាក់ប៊ីចេងហើយលួចអំបិលបន្តិចមកហើយយើងធ្វើការដាក់ខ្ទឹមសចូលម្ទេសក្រៀមជាមួយនឹងខ្ញីចូលដែរបន្ទាប់មកយើងដាក់ក្បាលបង្គាចូលតែម្ដងដើម្បីឲ្យមានជាតិហើយចំពោះទឹកស្អ៊ីវរបស់យើងនេះគឺមានជាតិហើយឈ្ងុយទៀតឈ្ងុយខ្ញីហ្មងបន្ទាប់ពីទឹកស្អ៊ីវរបស់យើងបានពុះហើយយើងធ្វើការទុកឲ្យត្រជាក់បន្ទាប់មកយើងមករៀបសាច់បង្គាយើងចូលក្នុងប្រអប់ដើម្បីធ្វើការដាក់ជាមួយនឹងទឹកស្អ៊ីវខ្លះសេះក្នុងទូទឹកកកយើងរៀបបង្គាបែបហ្នឹងមកហើយបន្ទាប់មកគឺយើងធ្វើការទៅដាក់ខ្ទឹមសយើងហាន់ខ្ទឹមសបែបហ្នឹងមកណាបងប្អូនគ្នាបើសិនជាអត់ចូលចិត្តខ្ទឹមសមិនដាក់ក៏បានដែរបន្ទាប់មកយើងដាក់ម្ទេសចូលហើយយើងរោយល្ងចូលដែរហើយនេះទឹកស្អ៊ីវរបស់យើងស្រង់យកតែទឹកមកដើម្បីស្រូបជាមួយនឹងបង្គាស្រស់របស់យើងបង្គាតាមទឹកស្អ៊ីវរបស់យើងបងប្អូនគ្នាមកទៅគឺតំណងខ្លាំងមែនទែនបើទឹកស្អ៊ីវហ្នឹងបើយើងញ៉ាំជាមួយនឹងបាយស្រូបជាមួយនឹងពងទាចោលភ្នៅរឹតតែឆ្ងាញ់ទៀតហើយយើងធ្វើការដាក់ក្នុងទូទឹកកករយៈពេល1យប់បើសិនជាបងប្អូនគ្នាដាក់រយៈពេល4ម៉ោងក៏បានដែរក៏អាចយកមកញ៉ាំបានដែរសម្រាប់បងប្អូនគ្នាចង់បានសម្ភារៈតាបាយគឺអាចឆាត់ចូលពេកបានអរគុណបាយបាយជម្រាបលា